ចាសួស្តីជំរាបសួរចាពុកម៉ែបងប្អូនចាចិត្តដល់ថ្ងៃចាចូលឆ្នាំខ្មែរហើយពុកម៉ែបងប្អូនចានេះគឺជាចាសកម្មភាពចាបងប្អូនកិនមកចាច្រៀងតាមភូមិរបស់នាងខ្ញុំចាទីរួមខេត្តសៀមរាបចាពេលដែលស្ដាប់ភ្លេងចាត្រត់ទៅពិតជាមានអារម្មណ៍ថារំភើបចារំជួលចិត្តមែនទែនចាពីរោះចាកូនក្មេងគេចាប់ផ្ដើមច្រៀងចាចម្រៀងចាស្ដាប់ទៅពិតជាពីរោះមែនទែនណាពុកម៉ែបងប្អូនចាហើយនេះគឺក្មេងៗចាប់ផ្ដើមរំហើយចាជារៀងរាល់ឆ្នាំចាគាត់តែងតែមកចាច្រៀងនៅមុខផ្ទះនាងខ្ញុំជារៀងរាល់ថ្ងៃអញ្ចឹងណាពុកម៉ែបងប្អូនចានេះក្មេងសិស្សសាលាដែលនៅផ្ទះនាងខ្ញុំអង្គុយចាំមើលទាំងអស់គ្នាចាជាមួយនឹងរបាំត្រុដិយ៉ាងពីរោះចាជាមួយនឹងក្មេងចាច្រៀងអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងតាប្រហែលថ្ងៃទៀតហ្នឹងគឺចូលឆ្នាំខ្មែរ2025ហើយពុកម៉ែបងប្អូនចាហើយបងប្អូនមានកម្រងដើរលេងទីណាខ្លះចាហើយឆ្នាំនេះសៀមរាបចាពិតជាសប្បាយហើយពុកម៉ែបងប្អូនដោយសារតែចាឆ្នាំនេះគឺមានកម្មវិធីអង្គរសង្ក្រាន្តនៅក្នុងខេត្តសៀមរាបយើងផងដែរបងប្អូនទាំងអស់គ្នាកុំភ្លេចមកចូលរួមទស្សនាទាំងអស់គ្នាណាចាសៀមរាបដឹងតែសប្បាយហើយមានកម្មវិធីនៅចាយប់ឡើងនៅផ្សាររាត្រីចាក្រុងសៀមរាបចាតាមមាត់ស្ទឹងគេរៀបចំកម្មវិធីរំកំសាន្តលេងល្បែងជាព្រៃផ្សេងចាហើយនេះយើងមកនិយាយតាក់ទងជាមួយនឹងចាការរំត្រុដិបន្តទៀតចាចាប់ដើមរំជោគកំពឹសហើយចាមើលកូនក្មេងទួយចាកាន់មករំដែរអញ្ចឹងណាចាអញ្ចឹងពេលស្ដាប់តាក់ទងនឹងត្រុដិទៅមានអារម្មណ៍ថារំភើបចាសប្បាយចិត្តចាចិត្តចូលឆ្នាំខ្មែរហើយពុកម៉ែបងប្អូនចាក្មេងៗក៏រំទៅរំមករំទៅរំមកចាអញ្ចឹងរៀងរាល់ឆ្នាំចាខ្ញុំតែងតែឲ្យត្រុដិមកចូលរំនៅចាផ្ទះនាងខ្ញុំដើម្បីចានាំហេកនាំសំណាងលាភជ័យចូលឆ្នាំថ្មីខាងមុខចាអ្វីដែលអាក្រក់ឲ្យទៅតាមខ្យល់ល្អទៅចាពិភពលោកជួបតែសេចក្តីសុខចាអញ្ចឹងប្រពៃណីខ្មែរយើងចាពីបរមបុរាណតែងតែរំត្រុដិចាដើម្បីដេញចាគ្រោះចង្រៃផ្សេងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីចានាំតែចារឿងល្អចូលមកក្នុងជីវិតយើងអញ្ចឹងណាពុកម៉ែបងប្អូនចាហើយក្មេងចាប់ដើមរំចូលកំពឹសទៅចូលកំពឹសមកហើយពុកម៉ែបងប្អូនចាហើយក្មេងដែលមករៀនផ្ទះនាងខ្ញុំណាគ្នាឈរមើលទាំងអស់គ្នាចាឈរមើលចិត្តហ្នឹងហើយចាហើយនេះក្មេងចាប់ផ្ដើមចារំជោគទៅជោគមកជោគទៅជោគមកហើយនាងខ្ញុំក៏បានចាដាក់លុយជូនជាមួយនឹងចាគេថាគេចាប់ផ្ដើមមុនគេចូលមកហ្នឹងគឺត្រូវការទឹកមួយផ្តិលចាហើយជាមួយនឹងចាធូបចាទៀនអង្គអីចឹងទៅដើម្បីចាគាត់គ្រូនឹងគាត់ចាប់ផ្ដើមចាបងស្រីហ្នឹងគាត់ចាប់ផ្ដើមប្រោះព្រំស្រីសួស្ដីឲ្យចូលមកចាក្នុងផ្ទះចារស់ស៊ីមានបានសុខភាពល្អចារឿងសយចាឲ្យចេញឲ្យឆ្ងាយអញ្ចឹងណាជួបតែរឿងល្អចាចូលមកក្នុងជីវិតយើងផងដែរចាហើយនាងខ្ញុំក៏បានចាទស្សនាពីដើមរហូតដល់ចប់ចាហើយជា10ភេទបញ្ចប់ហើយចាហើយក្មេងៗចាប់ដើមរំពិតជាចាល្អមើលមែនទែនពុកម៉ែបងប្អូនខ្ញុំចូលចិត្តរបាំប្រពៃណីខ្មែរចានាងខ្ញុំបានជួនជាមួយនឹងចាលុយដើម្បីជូនក្មេងៗប្អូននាងខ្ញុំអីអញ្ចឹងហើយអ្នកចិត្តខាងគាត់មកមើលទាំងអស់គ្នាចាហើយនេះក្រុមរបស់គាត់ចាហើយជា10ភេទបញ្ចប់មើលកូនចារំស្អាតណាចាហើយល្អមើលពុកម៉ែបងប្អូនទាំងអស់គ្នាចានាងខ្ញុំមានវីដេអូ